บองប្អូនកុំភ្លេចចូលរួមណាក្នុងសង្ក្រាន្តឆ្នាំថ្មីនេះខេត្តតាកែវមានការរៀបចំផ្ទះស្បូវមានផ្ទះស្បូវឲ្យប្រជាពលរដ្ឋចូលលេងទស្សនាចូលកំសាន្តណាបងប្អូននេះចាប់ផ្ដើមរៀបចំហើយបុណ្យប្រពៃណីខ្មែរសួស្តីឆ្នាំថ្មីបងប្អូនណានេះកន្លែងហ่ะផ្ទះស្បូវបែបខ្មែរធម្មជាតិតែគណៈនៅក្នុងសួនច្បារខេត្តតាកែវបងប្អូនម្នាក់ឥឡូវកំពុងតែរៀបចំហើយបងប្អូនការរៀបចំគឺស្អាតតែម្ដងណាបងប្អូនណាមើលណា